គាថាធម្មបទអបមន្តវៈរឿងគម្ពកោសកសេដ្ឋីព្រះបរមសាស្តាព្រះអង្គទ្រង់ប្រពគម្ពកោសកសេដ្ឋីជាកូនប្រុសរបស់សេដ្ឋីក្រុងរាជក្រឹស្នកាលហិវាទរោគកើតឡើងហើយដល់សេដ្ឋីជាបិតាសេដ្ឋីបុត្រនោះក៏បានរត់ភៀសខ្លួនគេចចេញអំពីអហិវាទរោគនោះទៅរស់នៅក្នុងស្រុកមួយលុះរស់នៅក្នុងស្រុកនោះអស់រយៈកាល12ឆ្នាំហើយក៏បានត្រឡប់មករកស្រុកកំណើតរបស់ខ្លួនវិញក្នុងគ្រានោះគ្មានបុគ្គលណាមួយចាំមុខសេដ្ឋីបុត្រនោះបានថាជាសេដ្ឋីបុត្រនោះឡើយព្រោះសេដ្ឋីបុត្រនោះទៅរស់នៅស្រុកគេអស់ពេលជាច្រើនឆ្នាំមកហើយសម័យថ្ងៃមួយគម្ភខោសកៈគិតនឹងជីកយកកំណប់ទ្រព្យដែលខ្លួនបានកប់ទុកអំពីពេលមុនយកមកប្រើប្រាស់តែខ្លាចក្រែងមានសេចក្តីអន្តរាយកើតឡើងដល់ខ្លួនទើបបានបន្លំខ្លួនធ្វើជានិស៊ីឈ្នួលគេដើម្បីយកប្រាក់ចិញ្ចឹមជីវិតធ្វើហាក់បីដូចជាមនុស្សដែលកំសត់ទុរគតគ្រានោះព្រះរាជាទ្រង់ព្រះនាមពំពិសាទ្រង់ព្រះសណ្ដាប់នៅសំឡេងរបស់ខោសកៈនោះហើយទ្រង់ជ្រាបថាបរោះនេះពិតជាអ្នកមានទ្រព្យសម្បត្តិច្រើនហើយទ្រង់ស្រាវជ្រាវរកនៅការពិតលុះព្រះអង្គទ្រង់ជ្រាបច្បាស់ហើយទ្រង់បានបរិជ្ជទាននៅតំណែងជាសេដ្ឋីនិងបរិជ្ជធីតារបស់ព្រះអង្គឲ្យដល់គម្ភខោសកៈជាមហេសីក្រោយមកព្រះបាទពំពិសាទ្រង់បាននាំនៅគម្ភខោសកៈសេដ្ឋីទៅក្រាបថ្វាយបង្គំគល់ព្រះសាស្តាស្រេចហើយក្រាបទូលនៅគុណសម្បត្តិរបស់គម្ភខោសកៈសេដ្ឋីថ្វាយដល់ព្រះសាស្តាព្រះអង្គទ្រង់ជ្រាបព្រះសាស្តាព្រះអង្គទ្រង់ត្រាស់នៅព្រះគាថានេះថាឧទ្ធានវតោសតិមតោសុចិកម្មសៈនិសមការិណោសញ្ញតស្សៈចធម្មជីវិណោអបមត្តស្សៈយសោពិវត្តណោយោះតែងចម្រើនរុងរឿងដល់បុគ្គលអ្នកមានសេចក្តីប្រឹងប្រែងមានស្មារតីមានការងារបរិសុទ្ធល្អជាអ្នកពិចារណារួចហើយទើបធ្វើជាអ្នកសង្រួមរស់នៅប្រកបដោយធម៌ជាអ្នកមិនមាននៅសេចក្តីប្រមាទសូមអនុមោទនា